ទៀតណែដែលយើងមកដឹងពោធិបក្កយធัวនេះវាកំចាត់បងនៅអាការស្រេកឃ្លានគឺទិដ្ឋិបញ្ហាហ្នឹងណាកំចាត់បងនៅអាភាពកកល្អក់ហ្នឹងណាមកដូចទឹកយើងដងមកវាកកល្អក់អីចឹងទៅយើងត្រូវធ្វើម៉េចកោសិជូអីចឹងទៅឲ្យវារងថ្លាទៅហើយយកទឹកថ្លាហ្នឹងមកបោកគក់ខោអាវទៅយើងទៅយកទឹកល្អក់មកធ្វើអីហ្នឹងហើយអាទឹកល្អក់ហ្នឹងវាមានភក់ក៏កើតពីទឹកដែរណាហ្នឹងហើយដល់ទៅពេលលាងភក់ហ្នឹងក៏យកទឹកទៅលាងដែរត្រូវទេចឹងភក់កើតពីទឹកមែនទេអត់មានទឹកមានភក់មកពីណាគោបរឹងហើយដោយភក់នៅបាតស្រះអីចឹងដោយសារមានទឹកបានមានភក់កន្លប់ភក់អីវាស្រែអីកូនក្មេងទៅលេងភក់មិនប្រឡាក់ហ្នឹងហើយដើម្បីលាងភក់ហ្នឹងយកអីទៅលាងយកទឹកតែទឹកហ្នឹងយកទឹកភក់ឬទឹកថ្លាស្អាតហ្នឹងហើយនេះចិត្តយើងហ្នឹងចិត្តយើងដូចទឹកចឹងហ្នឹងហើយចិត្តយើងដូចទឹកចឹងវានាំឲ្យកើតភក់កាលណាបើយើងគិតរឿងមិនល្អគិតវឹបមិនល្អចិត្តយើងប្រឡាក់ភក់ហើយនិវរណៈធัวលោភៈទោសៈមោហៈស្មោកគ្រោកហើយកើតទុក្ខហើយហើយសេចក្តីទុក្ខក៏កើតមកពីចិត្តគិតហើយដល់ទៅសេចក្តីសុខស្ងប់ផ្សែមផ្សានក៏កើតមកពីចិត្តគិតប៉ុន្តែគិតដោយយោនិសោមនសិកាគិតតាមដែលយើងបានសិក្សាពធមកនេះយើងមកគិតឃើញធម្មរសអត្តរសវិមុតរសយើងមើលឃើញយើងមានសទ្ធាថ្ងៃមានវិរិយៈសតិសមាធិបញ្ញាហ្នឹងហើយឲ្យឃើញជាសម្បត្តិដើម្បីយើងរួចពីការស្រេកឃ្លានគឺទិដ្ឋិតណ្ហាហ្នឹងហើយវធัวទាំងអស់ហ្នឹងថាទឹកថ្លាអញ្ចឹងគួរដល់ការក្រេតផឹកដាក់ក្អឹកមកកែមកពីដើមមិនដែលថាមកទូទានទឹកកែវអីស្ទែលហ្នឹងឯងត្រឡោកទៀតហ្នឹងឯង